តើអ្នកធ្លាប់សួរខ្លួនឯងទេថាតម្លៃរបស់មនុស្សម្នាក់ត្រូវបានវាស់ដោយសារអ្វីវាស់ដោយសារតែលុយវាស់ដោយសារឋានៈវាស់ដោយសារទុននីតិឬវាស់ដោយសារតែរូបរាងខាងក្រៅរបស់ពួកគេជាញឹកញាប់នៅក្នុងសង្គមមនុស្សមួយចំនួនគឺតែងតែផ្ដល់តម្លៃខ្ពស់ទៅលើអ្នកដែលមានអំណាចមានទ្រព្យសម្បត្តិឬមានមុខតំណែងធំៗផ្ទុយទៅវិញមនុស្សខ្លះដែលមានមុខរបរធម្មតាតែងតែត្រូវបានគេមើលរំលងឬមើលងាយប៉ុន្តែការពិតមនុស្សគ្រប់រូបគឺសុទ្ធតែមានតម្លៃមិនថាពួកគេនៅក្នុងឋានៈទូនាទីអ្វីនោះទេនៅក្នុងសង្គមមួយមនុស្សគ្រប់គ្នាគឺសុទ្ធតែមានទូនាទីរៀងៗខ្លួនអ្នកខ្លះជាគ្រូបង្រៀនដែលខិតខំបង្ហាត់បង្រៀនសិស្សឲ្យមានចំណេះដឹងអ្នកខ្លះជាគ្រូពេទ្យដែលជួយព្យាបាលជំងឺនិងសង្គ្រោះជីវិតមនុស្សអ្នកខ្លះជាកសិករដែលខិតខំដាំដុះដំណាំផ្គត់ផ្គង់អាហារដល់សង្គមរីឯអ្នកខ្លះទៀតជាកម្មករជាអ្នកសម្អាតជាអ្នកបើកបរឬជាអ្នកលក់ដូរតូចតាចទោះបីជាការងាររបស់ពួកគេមើលទៅធម្មតាក៏ដោយក៏សង្គមមិនអាចដំណើរការបានល្អឡើយប្រសិនបើគ្មានពួកគាត់សូមគិតថាបើគ្មានអ្នកបោសសម្អាតផ្លូវតើទីក្រុងរបស់យើងនឹងទៅជាយ៉ាងណាបើគ្មានកសិករតើយើងនឹងមានអាហារបរិភោគដោយរបៀបណាបើគ្មានកម្មករតើអគារសាលារៀនមន្ទីរពេទ្យនិងផ្លូវថ្នល់អាចកាត់ឡើងបានដែរឬទេចម្លើយគឺមិនអាចទេនេះវាបង្ហាញថាការងារគ្រប់ប្រភេទគឺសុទ្ធតែមានសារៈសំខាន់ហើយមនុស្សគ្រប់រូបក៏សុទ្ធតែមានតម្លៃដូចគ្នាដែរតម្លៃរបស់មនុស្សមិនមែនស្ថិតនៅលើសម្លៀកបំពាក់ដែលគេស្លៀកពាក់ឬរថយន្តដែលគេជិះនោះទេតម្លៃពិតប្រាកដគឺស្ថិតនៅលើអត្តចរិតសិលធម៌ការទទួលខុសត្រូវនិងការប្រតិបត្តិរបស់ពួកគេមនុស្សម្នាក់អាចមានលុយច្រើនមានឋានៈខ្ពស់ប៉ុន្តែបើគ្មានសិលធម៌មិនចេះគោរពអ្នកដទៃនោះតម្លៃរបស់គាត់ក៏មិនអាចក្លាយទៅជាគំរូល្អសម្រាប់សង្គមបានដែរផ្ទុយទៅវិញមនុស្សម្នាក់ដែលមានជីវភាពសាមញ្ញប៉ុន្តែស្មោះត្រង់ឧស្សាហ៍ព្យាយាមមានចរិតល្អនិងចេះជួយអ្នកដទៃគឺជាមនុស្សដែលមានតម្លៃយ៉ាងពិតប្រាកដសម្រាប់សិស្សានុសិស្សទាំងអស់គ្នាក៏គួរតែរៀនគោរពមនុស្សគ្រប់រូបផងដែរកុំមើលងាយមិត្តភ័ក្តិដោយសារតែគ្រួសារក្រីក្រកុំវាយតម្លៃមនុស្សតាមសម្លៀកបំពាក់និងកុំគិតថានរណាម្នាក់ទាបជាងខ្លួនព្រោះថ្ងៃនេះមនុស្សដែលអ្នកមើលរំលងអាចក្លាយទៅជាមនុស្សដែលមានអនាគតល្អនៅថ្ងៃអនាគតក៏ថាបានដែរហើយមនុស្សដែលអ្នកគោរពសពថ្ងៃក៏ធ្លាប់ចាប់ផ្ដើមពីចំណុចតូចដូចគ្នាដែរដូច្នេះហើយចូលផ្ដល់តម្លៃដល់មនុស្សគ្រប់រូបគោរពគ្នាទៅវិញទៅមកស្រឡាញ់គ្នានិងមើលឃើញពីភាពល្អរបស់អ្នកដទៃសូមចងចាំថាមនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេយើងទាំងអស់គ្នាគឺសុទ្ធតែពឹងផ្អែកលើគ្នាទៅវិញទៅមកមនុស្សម្នាក់គឺជាផ្នែកមួយដ៏សំខាន់នៃសង្គមហើយគ្រប់តួនាទីទាំងអស់គឺសុទ្ធតែមានអត្ថន័យជាចុងក្រោយសូមកុំវាយតម្លៃមនុស្សដោយឋានៈមុខរបរឬទ្រព្យសម្បត្តិចូលវាស់តម្លៃមនុស្សដោយផ្អែកទៅលើសិលធម៌ទង្វើល្អនិងការចូលរួមចំណែករបស់ពួកគេចំពោះសង្គមមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃមិនថាមានឋានៈឬតួនាទីអ្វីនោះទេគោរពអ្នកដទៃនោះក៏ដូចជាកំពុងតែលើកតម្លៃខ្លួនឯងផងដែរ